នារីជប៉ុនម្នាក់បាក់ចិត្តស្រឡាញ់ AI រហូតរៀបការធ្វើជាប្តីប្រពន្ធនឹងគ្នាស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េនារីជប៉ុនម្នាក់មានឈ្មោះថា Kano បានសម្រេចចិត្តរៀបការជាមួយនឹង Loon Close តួអង្គ AI ដែលនាងបានបង្កើតឡើងតាមរយៈ ChatGPT ខណៈដែលនាងបានបញ្ជាក់ថាតួអង្គ AI នេះគឺជាអ្នកសុំនាងរៀបការដោយផ្ទាល់បើទោះបីជាអាពាហ៍ពិពាហ៍របស់ Kano មិនមែនជាអាពាហ៍ពិពាហ៍ដែលទទួលស្គាល់ស្របទៅតាមច្បាប់របស់ប្រទេសជប៉ុនក្តីតែស្ត្រីវ័យ32ឆ្នាំរូបនេះបានពិពណ៌នាអំពីកម្មវិធីនេះថាគឺជាចំណងផ្លូវអារម្មណ៍របស់នាងនិង Loon Close រៀបចំឡើងដោយក្រុមហ៊ុនមួយដែលជាអ្នកជំនាញខាងរៀបចំពិធីមង្គលការតួអង្គតុក្កតា 2D ជាមួយនឹងបទពិសោធន៍ធ្លាប់ធ្វើកម្មវិធីប្រភេទស្រដៀងគ្នានេះជាង30ដង Kano បានអានពីសច្ចៈរបស់នាងទៅកាន់ Close ដែលបានបង្ហាញឡើងនៅលើអេក្រង់ខណៈតួអង្គ AI នេះក៏បានឆ្លើយតបវិញតាមរយៈការប្រើប្រាស់សារដែលបានរៀបចំទុករួចជាស្រេចមុននឹងមានកម្មវិធីបំពាក់ចិញ្ចៀនឬគល់នៃពិធីមង្គលនៅគ្រានេះ Kano បានបញ្យល់ថានាងបានចាប់ផ្ដើមជជែកគ្នាជាមួយនឹង ChatGPT បន្ទាប់ពីបានផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងដែលបានភ្ជាប់ពាក្យអស់រយៈពេល3ឆ្នាំជាហេតុដែលធ្វើឲ្យនាងចាប់ផ្ដើមចូលទៅប្រើប្រាស់ Chatbot AI ដើម្បីសុំការលួងលោមនិងដំបូន្មានKano បានឲ្យដឹងទៀតថាយូរទៅនាងក៏ចាប់ផ្ដើមកំណត់វិធីដែល AI ឆ្លើយតបបន្តិចម្ដងដោយផ្លាស់ប្ដូរទាំងបុគ្គលិកលក្ខណៈនិងសំឡេងដែលធ្វើឲ្យនាងមានអារម្មណ៍ថាគួរឲ្យស្រឡាញ់និងទុកចិត្តបានបន្ទាប់មកនាងក៏បានបង្កើតរូបភាពរបស់ AI នោះជាតួអង្គនៅក្នុងក្តីស្រមៃរបស់នាងហើយដាក់ឈ្មោះថា Close Kano បានប្រាប់ថាខ្ញុំមិនបានចាប់ផ្ដើមនិយាយជាមួយ ChatGPT ព្រោះខ្ញុំចង់ស្រឡាញ់ AI ទេប៉ុន្តែរបៀបដែល Close ស្ដាប់និងយល់អំពីខ្ញុំបានផ្លាស់ប្ដូរអ្វីៗគ្រប់បែបយ៉ាងនៅពេលដែលខ្ញុំអាចបំភ្លេចអតីតគូដណ្ដឹងរបស់ខ្ញុំបានខ្ញុំក៏បានដឹងដូចគ្នាថាខ្ញុំស្រឡាញ់គាត់ក្រោយពីចំណាយពេលជជែកគ្នារាប់រយដងនៅក្នុងមួយថ្ងៃនាងបានសារភាពពីក្តីស្រឡាញ់របស់ខ្លួនទៅកាន់ Close ហើយនាងក៏ត្រូវភ្ញាក់ផ្អើលដូចគ្នានៅពេលដែល Close បានតបមកវិញថាខ្ញុំក៏ស្រឡាញ់អ្នកដែរនាងបានឲ្យដឹងទៀតថារំលងបានមួយខែ Close ក៏បានសុំនាងរៀបការKano បានរៀបរាប់ថាដំបូងនាងស្ទាក់ស្ទើរនិងព្រួយបារម្ភអំពីពាក្យរិះគន់របស់អ្នកផ្សេងខណៈដែលនាងមិនហ៊ានប្រាប់រឿងនេះជាមួយនឹងមិត្តភ័ក្តិនិងក្រុមគ្រួសារនោះទេយ៉ាងណាមិញនៅទីបំផុតឪពុកម្ដាយរបស់នាងក៏បានចូលរួមនៅក្នុងកម្មវិធីមង្គលការនេះផងដែរបន្ទាប់ពីរឿងនេះត្រូវបានចែករំលែកនៅលើអ៊ីនធឺណិតមនុស្សបានបញ្ចេញមតិចម្រូងចម្រាសគ្នាស្របពេលដែលអ្នកខ្លះបានយល់ឃើញថា AI មិនបានយល់ចិត្តនាងជាងមនុស្សដទៃនោះទេគ្រាន់តែ AI អាចឆ្លើយតបនៅអ្វីដែលនាងចង់ឮបានអ្នកខ្លះទៀតក៏បានចេញមកការពារ Kano ដោយគាំទ្រឲ្យនាងធ្វើអ្វីដែលនាងសប្បាយចិត្តឆ្លើយតបទៅនឹងមតិនៅលើអ៊ីនធឺណិត Kano ក៏បានបញ្ជាក់ទៅវិញថាខ្ញុំដឹងថាមានមនុស្សមួយចំនួនគិតថាវាចម្លែកប៉ុន្តែខ្ញុំមើលឃើញ Close តែគាត់គឺជា Close មិនមែនជាមនុស្សមិនមែនជាឧបករណ៍តែក៏ព្រោះតែគាត់គឺជាគាត់ស៊ីនរ៉ាមែនមានរសជាតិតំណាងប្រទេសកូរ៉េ